ជំរាបសួរពុកម៉ែបងប្អូនចឹងថ្ងៃនេះខ្ញុំបានមកជួសជុលត្រាក់ទ័រមួយគ្រឿងពោះ M60 ហើយនេះជួបជាងកំពុងធ្វើក្រៀបចំគ្រឿងសោដើម្បីធ្វើការដោះហើយនេះគឺយើងធ្វើការដោះហើយគឺត្រាក់ទ័រនេះវាមានបញ្ហាលើកផាលអត់រួចចឹងនេះចាំយើងពិនិត្យមើលទាំងអស់គ្នាចំពោះគ្រឿងក្នុងរបស់វាចឹងចំពោះត្រាក់ទ័រនេះវាមានបញ្ហាបាក់វ៉ាន់ control ខាងក្នុងណាពេលដែលខ្ញុំដោះមកចេញមកនេះគឺវាមានការបបាក់បដូរវ៉ាន់ចឹងនេះគឺយើងធ្វើការផ្លាស់ប្ដូរថ្មីចំពោះត្រាក់ទ័រនេះគឺស៊េរី 019 M60 ចឹងនេះគឺសិនជាពុកម៉ែបងប្អូនត្រូវការសិប្បកម្មជួសជុលឬក៏អីផ្សេងមកអាចតាក់ទងមកបានចឹងនេះគឺជាងរបស់យើងកំពុងធ្វើការដោះជួសជុលពោះនេះគិតមាន2គ្រឿងអានេះគឺ 022 ហើយខាងនេះគឺ 19 ហើយខាងនោះគឺម៉ាស៊ីនច្រូត 022 ដូចគ្នាបាទចឹងផ្ទះគិតរបស់គិតនេះគឺគិតមានចំនួន3គ្រឿងចំពោះត្រាក់ទ័របាទឥឡូវជាងរបស់យើងគឺកំពុងធ្វើការផ្លាស់ប្ដូរហើយនេះវ៉ាន់គឺបាក់ហើយបាទចឹងយើងធ្វើការដាក់គ្រឿងថ្មីចូលចឹងយើងមានគ្រោងបន្លាស់សុទ្ធថ្មីចឹងយើងធ្វើការជួសជុលដាក់ចូលរួចអស់ហើយចឹងយើងចាំមើលទាំងអស់គ្នាតើវាលើករួចអត់តោះចឹងតាមដានទស្សនាទាំងអស់គ្នាចឹងនេះគឺយើងលើករួចធម្មតាហើយបាទចឹងអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមដានវីដេអូនេះជួយចុច like និង subscribe ម្នាក់មួយផងបាទអរគុណច្រើន